sạch chẳng tại vì miền cù đó việc miền côn này mày ở còn chân này có miền côn này thế nên sao ta chỉ vô thoa đây là chán vô mà đúng cục sắt để hao thật tệ chán prút mình miếng sầm co miệt đa bày đa miền côn này thế sầm co chỉ biết như thế cô chẳng tới say miệt đói riêng kẹo là bò sạch tam bị say tamสัญญา là bò sạch ở miềnแต่มนุษย์យើងដែលមានធម៌ជាមនុស្សណាព្រោះมันប្រកាន់យករបបគំនិតឬក៏គេហៅថាសញ្ញារបស់ដេរឆានមកដកតម្កល់ក្នុងខ្លួននឹងឯងតែបើយើងគិតទៅអូម៉ែឪគ្មានគុណពុកម្ដាយគ្មានគុណគ្រូបាអាចារ្យគ្មានគុណថ្នាក់ដឹកនាំភូមិឃុំអីគ្មានគុណទេគឺសិតតែអានឹងអស់សេចក្តីកោតក្រែងគ្នាអស់សេចក្តីកោតខ្លាចគ្នាហើយដើរប្រច្រាស់អំពីបរិយាបថសាសនាដែលយើងហៅថាមច្ឆាតថេនោះចុងក្រោយទៅសល់អីទៅសល់តែភាពក្តៅក្រហាយឲ្យគ្នានឹងគ្នាព្រោះបាត់បង់នៅសេចក្តីកោតក្រែងលោកទាំងឡាយសម័យណាដែលប្រទេសជាតិមនុស្សជាតិបាត់បង់នៅសេចក្តីកោតក្រែងនឹងគ្នារមែងមានអន្តរាយយើងមើលសង្គ្រាមនៅលើពិភពលោកដែលប្រទេសកើតសង្គ្រាមនឹងមកពីអីមកពីបាត់នៅសេចក្តីកោតក្រែងគ្នានឹងឯងកាលណាបាត់បង់នៅសេចក្តីកោតក្រែងគ្នាប្រទេសមួយហ៊ានឈ្លានពានប្រទេសមួយទៀតក៏កើតជាសង្គ្រាមរ៉ាំរ៉ៃធ្វើឲ្យកើតវិបត្តិពេញទៅសកលលោកអញ្ចឹងតែអញ្ចឹងភូមិក៏ដូចគ្នាដែរខេត្តក៏ដូចគ្នាដែរកុំនិយាយដល់តែភូមិឃុំខេត្តតែផ្ទះជាប់គ្នានឹងក៏ដូចគ្នាដែរបើកាលណាបាត់នៅសេចក្តីកោតក្រែងគ្នារំលោភបំពានគ្នាហើយតែរំលោភបំពានគ្នាសួរថាសន្តិភាពមានទេរវាងអ្នកភូមិផងរបងជាមួយមិនមានទៀតទេសេចក្តីអោតមិនមានឲ្យគ្នាទៀតទេធរដែលអនុគ្រោះសង្ឃៈធរសជីវធម៌លែងមានគ្នាទៀតហើយនៅផ្ទះជាប់គ្នាជាផ្ដេចផ្ដាស់ផ្សាគ្នាព្រោះតែខ្វះនៅសេចក្តីកោតក្រែងហើយរំលោភបំពានគ្នាទៅវិញទៅមកអញ្ចឹងសាសនានេះជួយជាបញ្ញាខ្លាំងណាស់លោកជួយជាបញ្ញាហើយយើងបាត់បង់សាសនាទៅកូនចៅយើងបាក់ណាស់អញ្ចឹងមកនៅខ្ញុំកណាខ្ញុំមើលឃើញតម្លៃសាសនានេះថាជាឧត្តមប្រយោជន៍ទៅចេះតែខំចំណាយពេលវេលាដែលមានបន្តិចបន្តួចហ្នឹងកសាងសាសនាទៅគ្រាន់បានជាទីពឹងរបស់កូនចៅយើងខាងក្រោយព្រោះប្រទេសយើងមានគំរូហើយតាដូចខ្ញុំកណាខ្ញុំតែងតែលើកគ្រប់តែកន្លែងគំរូដែលបំបត្តិសាសនាឃើញថាវាលិចលង់បណ្ណាក្នុងរយៈកាល40ជាងឆ្នាំមុនដែលយើងបំបត្តិសាសនានោះក្នុងឃើញថាប្រទេសធៀបធ្លាក់ដុនដាបដល់កម្រិតណាអញ្ចឹងក្នុងអន្តរកាលឥឡូវនេះមនុស្សងាកមករកសាសនាខ្លះប៉ុន្តែមុននឹងបន្តិចមនុស្សសឹងតែលែងរវីរវល់ជាមួយសាសនាសោះលែងតែសឹងថាលែងចូលវត្តសឹងថាថ្ងៃសិលលែងមានមនុស្សទៅវត្តណាព្រោះតែមនុស្សភ្លេចសតិមកផ្លែតមកសបកយៈធ្វើឲ្យមនុស្សឆ្ងាយពីវត្តអារាមឆ្ងាយពីសាសនាហើយពេលណាមនុស្សឆ្ងាយពីវត្តអារាមឆ្ងាយពីសាសនាចាស់គាត់ឆ្ងាយហើយក្មេងៗយុវវ័យក៏ឆ្ងាយតាមនឹងដែរហើយពេលដែលក្មេងៗគ្នាមិនទាន់បានទទួលឥទ្ធិពលអប់រំពីសាសនាមកផងត្រូវឆ្ងាយសាសនាទៀតទទួលយកឥទ្ធិពលពីខាងក្រៅលុតហក់កឆេងកឆោងទៅប្រព្រឹត្តខុសសិលធម៌ជាមួយនឹងម្ដាយឪពុកបងប្អូនកូនចៅធ្វើឲ្យមនុស្សបាត់បង់នៅតម្លៃជាមនុស្សព្រោះតែមនុស្សឆ្ងាយពីសាសនាហ្នឹងឯងលោកទាំងឡាយក៏បីពង្រួមគ្នាហើយមានសតិសម្បញ្ញៈឲ្យគិតអំពីតម្លៃនៃសាសនានឹងឡើងវិញដើម្បីយើងសបញ្ជាក់ឲ្យឃើញអំពីអធ្យាស្រ័យនៃមនុស្សហើយលោកទាំងឡាយកុំចេះតែថាអូប្រទេសខ្មែរយកសាសនាមកជាធំហើយគ្មានឃើញរីកចម្រើនអីគ្មានឃើញក្រនបើអីយើងកុំលើករឿងអស់ហ្នឹងលោកទាំងឡាយខ្ញុំកណាខ្ញុំសួរលោកទាំងឡាយថាតើប្រទេសណាដែលអត់មានរឿងអាក្រក់សោះនោះលើពិភពផែនដីសពថ្ងៃនេះសកលលោកមានជាង200ប្រទេសលើសកលលោកថាតើប្រទេសមួយណាទៅដែលអត់មានចំណុចអាក្រក់នោះគឺមិនមានទេក្នុងនោះក៏មានប្រទេសយើងដែរមិនល្អអីទាំងអស់ទេប៉ុន្តែយើងកុំនាំគ្នាទៅ
រឿងអាក្រក់ឃើញហើយយើងចេះតែនាំនេះសាទររឿងអាក្រក់អីហ្នឹងនោះវាមិនបានចំណេញអីដល់យើងទេយើងក៏បីនាំនេះ សម្រាប់បងប្អូនស្ត្រីដែលកំពុងតែមានអាការៈដូចជាធ្លាក់សរមាស់ធំក្លិនស្បែកស្ងួតស្បែកស្អាតស្បែកមិនសូវស្រស់ថ្លាមួយវិញទៀតហ្នឹងដើមទ្រូងហ្នឹងគឺក្តៅរហូតដល់បងប្អូនហើយរដូវក៏មកទៀងអញ្ចឹងបើសិនជាបងប្អូនមានអាការៈដូចនាងខ្ញុំរៀបរាប់ខាងលើបងប្អូនកំពុងតែមានអាការៈរោគស្ត្រីបងប្អូនបើនិយាយពីធ្លាក់សរវិញគឺមានពីរបងប្អូនមួយគឺធ្លាក់សររាងថ្លាថ្លាមួយវិញទៀតគឺធ្លាក់សររាងខាប់សំខាន់គឺធ្លាក់សរខាប់នឹងហ្មងបងប្អូនគឺរមាស់ធំក្លិនបងប្អូន